ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីវិធីបង្កើតរូប AI ដូចខ្ញុំបានដាក់លើthumbnailអញ្ចឹងអ្នកគ្នាប្រកាសពីឃើញហើយអញ្ចឹងដើម្បីបង្កើតរូបនឹងបានអ្នកគ្នាចូលមក App Store មកបាទជាដំបូងយើងធ្វើការទៅ download កម្មវិធី Google Gemini មកវា GO អញ្ចឹងមកប្រកាសជាលួតដែរបាទ Gemini Google Gemini អ្នកគ្នាធ្វើការដំឡើងមកខ្ញុំដំឡើងរួចអញ្ចឹងខ្ញុំ update វាសិនអ្នកគ្នាធ្វើការរងចាំបន្តិចខ្ញុំ update វាសិនអូខេបានហើយចូលហើយអូខេអញ្ចឹងគឺដើម្បីបង្កើតកម្មវិធីនឹងបានអ្នកគ្នាត្រូវមាន account Gmail មួយមកណាដោយសារខ្ញុំបាន log account នឹងចូលរួចហើយបាទ account Gmail របស់ខ្ញុំមិញហ្នឹងខ្ញុំបាន log ចូលរួចហើយអញ្ចឹងយើងចុចកន្លែងសញ្ញាបូកខាងក្រោមនេះមកហើយចុចកន្លែង add រូបនឹងមកបាទទៅការជ្រើសរើសរូបភាពរបស់យើងអ្នកគ្នារូបភាពអ្នកគ្នាគួរតែរើសរូបណាដែលមានតម្រុកផ្ទៃមុខពេញមកណាបាទហើយច្បាស់មកដូចខ្ញុំនេះយករូបនេះហ៎បាទគឺតម្រង់មុខរបស់យើងគឺពេញល្អបែរមកចាំកាមេរ៉ាល្អអញ្ចឹងណាអញ្ចឹងពេលយើងដាក់រូបហើយអ្នកគ្នាចេញមកយក from បាទ from អ្នកគ្នា copy មកបាទ from អ្នកគ្នាអាចចូលទៅ copy បានខ្ញុំដាក់នៅក្រោម description វីដេអូហ្នឹងអ្នកគ្នាចូលទៅ copy ទៅបាទចកត់លើវាជាប់ចឹងមកហើយអូសវាពេញចឹងមកបាទពេញចឹងមកបាទចុចពាក្យ copy ចឹងមកយើងចេញមកវិញបាទចូលទៅកន្លែងរបស់យើងមិញបាទកន្លែងធ្វើរូបមិញបាទអូខេអញ្ចឹងកន្លែងនេះអ្នកគ្នាចុច2ដងមកបាទហើយចុចពាក្យផាហ្នឹងមកបាទនេះបាទចុចពាក្យផាហ្នឹងមកអូខេអញ្ចឹងគឺយើងមើលតាមហ្នឹងទៅណាអ្នកគ្នាចេះអង់គ្លេសអ្នកគ្នាកែតាមហ្នឹងទៅតើបាទជាកន្លែងនេះបាទបាទខ្ញុំដាក់តា Ford Remaster 024អញ្ចឹងអ្នកគ្នាអាចកែដាក់ឡានឯផ្សេងទៀតបានតាមហ្នឹងណាហើយកន្លែងនេះគឺផ្លាកលេខបាទនេះ SM-8466 ហ្នឹងគ្នាអាចកែបានតាមហ្នឹងបានហើយកន្លែងនេះគឺពណ៌បាទ black យកពណ៌ខ្មៅគ្នាកែតាមហ្នឹងទៅបើគ្នាចង់ដូរឡានឬគ្នាចង់កែពណ៌ឡានកែផ្លាកលេខឡានអញ្ចឹងលើកំពុងតែចង់តែរូបយើងហើយអ្នកគ្នាចាំបន្តិចរៀងជូរដែរអូខេនេះអ្នកគ្នាបានហើយបាទនេះអញ្ចឹងមើលគ្នាអត់សម្លាញ់ទម្រង់បែបនេះគឺនៅពីមុខឡានពេកឬក៏អត់សម្លាញ់បែបថតកាមេរ៉ារៀងចង់ពីមុខឬប្រឆិតអីអ្នកគ្នាអាចធ្វើម្ដងទៀតបានបាទគេនឹងបដូររូបរបស់យើងអញ្ចឹងអ្នកគ្នាចង់ download ចង់សកត់លើវាចឹងមកចុចពាក្យ save anime ហ្នឹងមកគឺ download បានហើយនេះបាទចូលមកបាទនេះវាច្បាស់មិនច្បាស់ហើយអ្នកគ្នាអាចកែប្រែតាមនឹងបានទៀតទៅណាអញ្ចឹងយើងធ្វើការចូលទៅ from ទី2របស់យើងរូបទី2របស់យើងទាំងអស់គ្នាអ្នកគ្នាចូលមកកម្មវិធី Google Gemini ដែរមកហើយរើសរូបរបស់យើងដែរមកកន្លែងញ៉ាំបោកណាគ្នាឆ្លាញ់រូបណាអ្នកចិត្តអស់គ្នាខ្ញុំរើសរូបដែរទេដោយសាររូបខ្ញុំមកប៉ុននេះគ្រាន់បើខ្ញុំថតទៅរៀងច្បាស់អញ្ចឹងណាហើយផ្ទៃមុខគឺរៀងពេញល្អយើងយក from សិនពេលខ្ញុំដាក់នៅក្រោម description វីដេអូហ្នឹងតើអ្នកគ្នាអាចទៅ copy បានបាទ from ទី2នោះខ្ញុំដាក់ពាក្យថា from ទី2នោះអ្នកគ្នា copy យកទៅបាទយកមកផាមកបាទផាចូលកំពុងតែចង់រ៉េទៅចាំបន្តិចសិនអ្នកគ្នាអូខេនេះអ្នកបានហើយអ្នកគ្នាបាទអញ្ចឹងគឺបែបនេះវាគ្នាពេញចិត្តនៅ from បង្កើតរូបបែបនេះអ្នកគ្នាអាចចូលទៅ copy បានបាទខ្ញុំដាក់ក្រោម description វីដេអូហ្នឹងចូលទៅ copy ទៅបាទ from ទី2ខ្ញុំដាក់ថា from ទី2ចឹងទៅការ download មកឥឡូវខ្ញុំចូល from ទី3របស់យើងទាំងអស់គ្នាបាទខ្ញុំរើសរូបដែរអូខេខ្ញុំទៅយក from សិនអ្នកគ្នាបាទគឺវាស្តៀងតែ from លើដែរទេអ្នកគ្នាបាទ from នេះ from លើគឺស្តៀងគ្នាទេអ្នកគ្នាពេញចិត្តមួយណាយកមួយហ្នឹងមកអូខេនេះបាទបានហើយបាទរូបទី3របស់យើងអញ្ចឹងប្រងវាគឺខ្ញុំដាក់នៅក្រោម description វីដេអូហ្នឹងទាំងអស់អ្នកគ្នាអាចចូលទៅ copy យកបានអញ្ចឹងណាអញ្ចឹងបើអ្នកគ្នាអត់ឆ្លាញ់នៅទម្រង់បែបនេះ style បែបនេះអ្នកគ្នាអាចឆាតរូបយើងម្ដងទៀតដាក់ path from របស់យើងចូលម្ដងទៀតហើយផ្ញើទៅខាង Google Gemini គេនឹងធ្វើរូបយើងម្ដងទៀតអញ្ចឹងណាអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងហើយបើអ្នកគ្នាពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយចុច like subscribe ម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗពី channel របស់យើង